សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់វីដេអូថ្មីនៅក្នុងថ្ងៃនេះផងដែរ admin ក៏បានលើកយកនៅសាច់រឿងថ្មីមួយដែរមកធ្វើការចែកជូនពុកម៉ែបងប្អូនស្ដាប់រឿងនេះគឺកើតឡើងនៅឯខេត្តព្រៃវែងគឺខ្ញុំបានលើអំពីមិត្តភ័ក្តិរបស់ខ្ញុំម្នាក់ដែលធ្វើការនៅឯប្រទេសកូរ៉េហើយគេមានស្រុកកំណើតនៅឯខេត្តព្រៃវែងនឹងឯងហើយនៅឯស្រុកនោះទៀតសោតគឺខ្ញុំអត់បង្ហាញឈ្មោះទេគឺដោយសារតែមិត្តភ័ក្តិរបស់ខ្ញុំហ្នឹងគេអត់ប្រាប់ថានៅស្រុកណាអីចឹងណាគឺដឹងថានៅឯខេត្តព្រៃវែងហ្នឹងតែម្ដងរឿងនេះគឺកើតឡើងនៅពេលដែលនីចិត្តគឺជាមួយនឹងបងប្រុសរបស់គេហ្នឹងគឺបានដើរទៅរកកង្កែបនៅពេលយប់ម៉ោងប្រហែលជា11យប់ពួកគេកំពុងតែដើរទៅសុកនៅតាមវាលស្រែគឺក៏បានរកកង្កែបបានជាច្រើននៅពេលហ្នឹងគឺដោយសារតែអាពេលល្ងាចហ្នឹងគឺមានមេឃភ្លៀងមកយ៉ាងខ្លាំងធ្វើឲ្យរុនកង្កែបរុនក្អាត់អីចឹងវាលិចទឹកអញ្ចឹងទៅធ្វើឲ្យវាចេញមកខាងក្រៅជាធម្មតាទេបងប្អូននៅឯស្រុកស្រែចំការអញ្ចឹងគឺមានកង្កែបមានពស់មានសត្វបក្សីមានអីចឹងទៅដែលអ្នកប្រមាញ់ឬក៏អ្នកឆ្លោះយប់ឡើងហ្នឹងគឺគេតាមរកតាមអីចឹងណាយកមកធ្វើជាម្ហូបឬក៏យកទៅលក់ប្រសិនបើបានច្រើនមីចិត្តហ្នឹងគឺជាធម្មតាគេជាអ្នកខ្វៀគោទេបងប្អូនជាអ្នកខ្វៀគោហើយពេលថ្ងៃគេតែងតែទៅខ្វៀគោជាមួយមិត្តភ័ក្តិហើយយប់ឡើងហ្នឹងគឺគេតែងតែរកកង្កែបឬក៏ដាក់បង្កៃរកត្រីរកអីជាដើមដើម្បីយកមកឲ្យអ្នកផ្ទះធ្វើម្ហូបនៅវេលាយប់នោះផងដែរគឺគាត់បាទដើររកជាមួយនឹងបងប្រុសរបស់គាត់ដើររកកង្កែបសុកហ្នឹងគឺបានប្រទះជាមួយនឹងពស់មួយក្បាលបងប្អូនពស់ហ្នឹងគឺជាប្រភេទពស់សង្សឿពស់សង្សឿនេះទៀតសោតគឺវាមានទំហំដល់ទៅប៉ុនកំពូលជើងឯណោះហើយប្រវែងរបស់វាគឺចូល3ម៉ែត្របងប្អូនស្គាល់ដែរទេគឺពស់សង្សឿបងប្អូនពស់ហ្នឹងគឺជាពស់នាំសំណាងដែលចាស់គេថាបើសិនជាជួបពស់សង្សឿគេថាមានសំណាងប៉ុន្តែបងប្អូនខ្ញុំអត់ជឿនោះទេសំណាងរបស់ពស់ឬក៏សំណាងរបស់មនុស្សនេះគឺនៅពេលដែលមនុស្សដែលជួបពស់ហ្នឹងគឺប្រកាសជាចាប់ពស់ហ្នឹងយកមកស្ងោរស៊ីជាមិនខានព្រោះថាសាច់របស់វាគឺឆ្ងាញ់ខ្លាំងមែនតើបាទ admin និយាយលេងទេនេះចិត្តជាមួយនឹងបងប្រុសរបស់គេហ្នឹងគឺបានដើរទៅឆ្លោះកង្កែបដោយម្នាក់កាន់នៅបាទពិលម្នាក់មួយហើយដៃរបស់គេគឺមានបេមួយម្នាក់ហើយនឹងស្នបាទស្នសម្រាប់ចាក់កង្កែបព្រោះកង្កែបធំកង្កែបអោកកង្កែបបោកអីហ្នឹងបាទគឺនៅពេលដែលយើងទៅចិត្តវាចាប់ដៃគឺពេលខ្លះវាលោតវាផ្អើលហើយបើសិនជាយើងមានស្នចាក់មានអីចឹងទៅវាងាយស្រួលចឹងណាបងប្អូនចាក់បានឆ្ងាយគឺវាអត់ផ្អើលអីទេហើយកង្កែបនេះទៀតសោតនៅពេលដែលវាត្រូវទឹកភ្លៀងបាទហើយយប់ជ្រៅទៀតសោតនោះយើងច្របាច់ពិលទៅចង់ភ្នែករបស់វាចឹងទៅធ្វើឲ្យវានឹងអត់ផ្អើលទេធ្វើឲ្យវានៅស្ងៀមក្រាបនៅមួយកន្លែងហើយយើងអាចស្រួលក្នុងការចាប់ឬក៏ចាក់វាបានយកមកធ្វើម្ហូបនេះចិត្តគេដើររកសុកក៏ប្រទះពស់សង្សឿនឹងហើយគេក៏ចាប់ពស់សង្សឿនឹងយកមកដាក់ក្នុងបេដើម្បីថាពួកគេនឹងយកទៅធ្វើម្ហូបនៅឯថ្ងៃស្អែកចឹងណាដើម្បីយកទៅធ្វើម្ហូបហើយទិញស្រាមួយកេះមកយកមកអុកជាមួយនឹងពស់នឹងនេះចិត្តជាមួយនឹងបងប្រុសរបស់គាត់ក៏បានធ្វើដំណើរបាទជាធម្មតាពីមួយកន្លែងទៅមួយកន្លែងស្រាប់តែទៅដល់ម្ដុំព្រៃក្បែរក្រោយផ្ទះរបស់គាត់ហ្នឹងគឺចម្ងាយខ្ទង់ប្រហែលជា500ម៉ែត្របាទគឺកន្លែងនោះគឺជាកន្លែងបូជាសពដែលអ្នកស្រុកអ្នកភូមិពីច្រើនគេតែងតែយកបោសពយកទៅបូជានៅកន្លែងហ្នឹងហើយអ្នកខ្លះទៀតដូចជាសពរបស់បងប្អូនចិនបងប្អូនគឺអ្នកដែលជាប់ខ្សែស្រឡាយចិនហ្នឹងគេអត់យកទៅបូជាទេគឺគេយកទៅបញ្ចុះបាទយកទៅកប់យកទៅអីចឹងទៅហើយនេះចិត្តគេក៏ដឹងដែរថាម្ដុំហ្នឹងគឺជាកន្លែងដែលគេបាទកប់សពកន្លែងគេបូជាសពអីចឹងណាហើយគេក៏មិនបានចាប់អារម្មណ៍ដែរព្រោះគេគិតថាមិនដែលឃើញខ្មោចលងទេតាំងពីកើតមកហើយគេក៏ចង់ដឹងថានៅលើโลกហ្នឹងមានខ្មោចឬក៏អត់ចឹងណាគេចង់សាក
ទៅអាកន្លែងដែលគេបូជាសពហ្នឹងទៅគេចង់ដឹងថាបើវាមានមែនគឺប្រកាសជាខេងហើយនេះជាសម្ដីរបស់នាយចិត្តហ្នឹងគេនិយាយនាយចិត្តហ្នឹងគេដើរជាមួយបងប្រុសគេដើរឆ្លោះកង្កែបសោះគឺស្រាប់តែបាទក៏លេចទៅនៅក្បែរព្រៃម្ដុំហ្នឹងគឺខេងនារីប្រហែលជា2នាក់បងប្អូនគឺនារីហ្នឹងគឺស្លៀកពាក់បែបបុរាណហើយនារីម្នាក់នោះនារី2នាក់ហ្នឹងទៀតគឺស្រស់ស្អាតខ្លាំងមែនតើសម្ផស្សរបស់នាងហ្នឹងគឺពិតជាតាក់ទាញធ្វើឲ្យចិត្តរបស់ពួកគេហ្នឹងចង់តែបាទគយគុណទៅនាងទាំង2នាក់ហ្នឹងប៉ុន្តែនាយចិត្តនេះគេដឹងច្បាស់ថាវាមិនដែលមនុស្សស្រីឯណានៅតែ2នាក់កណ្ដាលព្រៃហើយមានស្ថិតនៅអាកន្លែងដែលគេបូជាសពគួរឲ្យខ្លាចបែបនេះទេគេអត់ជឿថានឹងគឺជាមនុស្សស្រីពិតប្រាកដគេប្រហែលគិតថាជាខ្មោចលងអីចឹងណានិច្ចិតហ្នឹងគេក៏បានខេងនារី2នាក់ហ្នឹងគឺរាំរបាំរាំបដាអីបដាអញ្ចឹងនៅឯកន្លែងដែលគេបាទបូជាសពហ្នឹងនិច្ចិតគេថាគេឈោមមើលឡើងមកស្ទុះជាមួយនឹងបងប្រុសរបស់គេហ្នឹងក៏ស្រាប់តែមួយសន្ទុះក្រោយមកគឺនារីដែលឈររាំទាំង2នាក់ហ្នឹងគឺស្រាប់តែប្រែកាយបន្តិចម្ដងคล้ายទៅជារូបរាងអបល័ក្ខគឺស្លៀកពាក់សហើយសក់ឡើងវែងព្រមទាំងមានមុខយ៉ាងគួរឲ្យខ្លាចថែមទៀតបងប្អូនហើយបងប្អូនសាកសម័យមើលទៅនៅយប់កណ្ដាលទៀតខ្ទង់ម៉ោង11ជាងជិតម៉ោង12យប់ហ្នឹងហើយគឺស្រាប់តែជួបប្រទះរឿងបែបនេះនរណាដែលថាមិនខ្លាចនិច្ចិតនៅពេលនោះគេក៏នាំគ្នារត់ជាមួយនឹងបងប្រុសរបស់គេប្រះអាយ៉ោះតែម្ដងតាំងពីនោះមកនិច្ចិតគឺអត់ដែរហ៊ានទៅឆ្លងកែបនៅឯក្បែរកន្លែងនងទៀតទេបងប្អូនគឺគេរៀងជាមួយនឹងបងប្រុសរបស់គេទៀតសោតគេសន្យាថាគេអត់ទៅឆ្លងកែបនៅម្ដុំនោះទៀតទេបើមានលើកក្រោយគេនឹងទៅឆ្លោះកង្កែបនៅឲ្យឆ្ងាយពីកន្លែងហ្នឹងគឺអត់ចង់ទៅកន្លែងហ្នឹងទៀតទេបាទហ្នឹងគឺជាសាច់រឿងរបស់និច្ចិតសាច់រឿងទី1ចំណែកឯសាច់រឿងទី2ដែលស្ថិតនៅឯខេត្តព្រៃវែងដែរគឺកើតឡើងទៅលើបាទអ្នកស្រុកអ្នកភូមិរបស់និច្ចិតហ្នឹងគេក៏បាននិយាយថាមានពេលមួយគឺអ្នកស្រុករបស់គេហ្នឹងគឺបានធ្វើដំណើរមកពីស្រែចម្ការគឺម៉ោងប្រហែលជា8 9យប់ហ្នឹងឯងដែលហេតុថាពីផ្ទះរបស់គេទៅហើយដល់ស្រែហ្នឹងគឺវារៀងចម្ងាយឆ្ងាយដែរគឺបើសិនជាដើរចំណាយពេលប្រហែលជា1ម៉ោងកន្លះប៉ុន្តែបើសិនជាយើងមានម៉ូតូជិះឬក៏កង់ជិះចំណាយពេលត្រឹមតែបាទ10ទៅ15នាទីឬក៏20នាទីកន្លះម៉ោងតែប៉ុណ្ណោះគឺល្បាក់ហ្នឹងហើយនៅពេលដែលអ្នកស្រុកអ្នកភូមិក្នុងទាសោតគេមានគ្នាគឺម្នាក់ឯងទេបាទគេមានគ្នាម្នាក់ឯងនៅពេលដែលគេចេញទៅស្រែចម្ការហ្នឹងគឺខ្ទង់ជាម៉ោង10បងប្អូនម៉ោង10ព្រឹកគេញ៉ាំបាយថ្ងៃសំទោសញ៉ាំបាយពេលព្រឹកហើយគេក៏បានចេញដំណើរទៅចម្ការរបស់គេស្រែរបស់គេហ្នឹងដោយជិះម៉ូតូអាសង្ការ៉េទៅលុះគេធ្វើកិច្ចការងារនៅឯស្រែចម្ការហើយក៏ដូចជាបាច់ជីបូមទឹកដាក់ស្រែបាញ់ថ្នាំជាដើមនៅពេលដែលគេធ្វើការងារហ្នឹងហើយគេក៏បានត្រឡប់មកផ្ទះវិញគឺនៅពេលនោះគឺយប់រៀងជ្រៅហើយបងប្អូនបាទគឺតម្រាំតែបាច់ជីហើយគឺយប់ជ្រៅណាស់គឺខ្ទង់ម៉ោង8នៅពេលនោះអ្នកភូមិរបស់និច្ចិតហ្នឹងក៏បានជិះម៉ូតូត្រឡប់មកផ្ទះហ្នឹងជិះមកដល់ពាក់កណ្ដាលផ្លូវគឺមានកន្លែងមួយបងប្អូនគឺកន្លែងហ្នឹងគឺស្ងាត់ខ្លាំងមែនតើគឺអត់មានមនុស្សទេកន្លែងហ្នឹងគឺជាកន្លែងបាទកន្លែងផ្លូវកោងដែលហេតុថាពីដើមឡើយគឺនៅកន្លែងផ្លូវកោងហ្នឹងគឺមានមនុស្សដែលគ្រោះថ្នាក់ចរាចរណ៍បាទស្លាប់នៅកន្លែងហ្នឹងបាទគឺនៅសម័យនោះគឺមានបាទគឺមានឡានមួយគ្រឿងជាឡានដឹកថ្មហើយនឹងមានម៉ូតូមួយគ្រឿងដែរដែលគេធ្វើដំណើរបច្រាស់ទិសគ្នាពេលនោះក៏បានបុកបណ្ដាឲ្យបាទអ្នកដែលជិះម៉ូតូហ្នឹងស្លាប់នៅកន្លែងហ្នឹងចឹងហើយនៅកន្លែងហ្នឹងគឺគេល្បីថាមានខ្មោចលងជាច្រើនលើកជាច្រើនសារហើយ
អ្នកភូមិរបស់នេះចិត្តនឹងទីសោតនៅពេលដែលគេជិះម៉ូតូមកពីស្រែមកដល់ពាក់កណ្ដាលផ្លូវកន្លែងផ្លូវកែងហ្នឹងនៅពេលហ្នឹងគេក៏បាទអស់សាំងម៉ូតូបានន័យថាគេអស់សាំងម៉ូតូគេក៏បានចោះបណ្ដាម៉ូតូហ្នឹងរហូតមកដល់ហួសកែងនឹងបន្តិចគឺស្រាប់តែឃើញមានបាទបរិសម្នាក់គឺនៅពេលហ្នឹងគេឈរលក់សាំងបងប្អូនឈរលក់សាំងម៉ូតូសាំងឡាននេះជាដើមហើយបរិសដែលជាអ្នកស្រុកអ្នកភូមិរបស់នេះចិត្តហ្នឹងទៀតសោតគេឆ្ងល់ដែរថាមិនដេចស្មានហ្នឹងហើយបានជាមានមនុស្សលក់សាំងលក់អីចឹងណាបាទដោយតាំងពីព្រឹកមិញគេក៏បានជិះដំណើរធ្វើដំណើរតាមផ្លូវហ្នឹងគឺអត់មានតូបអត់មានអីលក់នៅកន្លែងហ្នឹងទេហើយស្មាននេះហេតុអីក៏មានមនុស្សដែលមកឈរលក់សាំងនៅឯមាត់ផ្លូវហ្នឹងទៅវិញបាទពេលនោះអ្នកស្រុករបស់នេះចិត្តហ្នឹងគេចាប់ផ្ដើមឆ្ងល់រួចហើយគេក៏បណ្ដាម៉ូតូបាទបណ្ដាម៉ូតូសំដៅទៅបរោះដែលឈរលក់សាំងនៅឯគៀនផ្លូវហ្នឹងទៅពេលដែលដើរទៅដល់គឺស្រាប់តែបាត់បរោះម្នាក់ហ្នឹងតែម្ដងបងប្អូនគឺបាត់ទាំងមនុស្សបាត់ទាំងសាំងគេបដើម៉ូតូដំបងឡើយគឺគេមើលមកបរោះម្នាក់ហ្នឹងគឺឈរបក់ដៃហៅគេថាពូចាក់សាំងអត់អីចឹងណាពូចាក់សាំងអត់អីចឹងទៅហើយពូហ្នឹងគឺគាត់មើលទៅរៀងឆ្ងាយដែរចម្ងាយប្រហែលជា50ម៉ែត្របងប្អូនហើយគាត់មានពិលដែរតែពិលគាត់ហ្នឹងអត់សូវភ្លឺបានឆ្ងាយទេភ្លឺបានតិចតិចបាទហើយពូហ្នឹងគាត់បានបដើម៉ូតូសម្ដៅទៅបរោះដែលកំពុងឈរលក់សាំងហ្នឹងប៉ុន្តែគាត់បដើហ្នឹងគាត់អត់បានមើលទៅបរោះដែលកំពុងឈរលក់សាំងហ្នឹងទេដោយសារតែភ្នែកគាត់អាឡែងតែមើលផ្លូវព្រោះខ្លាចដើរទៅធ្លាក់កលុកឬក៏ធ្លាក់អីចឹងណាបងប្អូនជន់អីចឹងទៅនៅពេលដែលគាត់ដើរទៅដល់គឺខ្ទង់ប្រហែលជា10ម៉ែត្រទៀតស្រាប់តែទៅដល់បាត់មនុស្សឆឹងបងប្អូនបាត់មនុស្សដែលឈរលក់សាំងហ្នឹងបាត់សម្ោឆឹងកន្លែងហ្នឹងគឺឃើញតែបាទឃើញតែព្រៃស្ដុកទូចដែលដុះនៅក្បែរហ្នឹងទេគឺអត់មានឃើញមនុស្សទេនៅពេលហ្នឹងបរោះម្នាក់ហ្នឹងគឺចាប់ផ្ដើមភ័យខ្លាំងមែនទែនគាត់ដឹងថាកន្លែងហ្នឹងប្រកាសជាមានខ្មោចលងហើយគាត់អត់មានចាំយូរទេបងប្អូនអើយទុកម៉ូតូចោលគាត់រត់តែម្ដងពេលនោះនេះចិត្តថាអ្នកស្រុករបស់គេហ្នឹងរត់អត់មាននេះទេអត់បើកភ្នែកទេគឺរត់បិទភ្នែកបងប្អូនព្រោះហ៊ានបើកភ្នែកមកខ្លាចបើកភ្នែកមកខេងអីចឹងទៅរហូតដល់រត់ទៅដល់បាទស្រុកភូមិរបស់គេចឹងទៅអ្នកស្រុកនៅភូមិក៏បានឃើញគេរត់ឡើងទៅហាក់ទឹកមុខរៀងស្លេកស្លាំងអញ្ចឹងទៅហើយគេក៏បានសួរថាគាត់កើតអីបានជារត់មកអញ្ចឹងណារត់មកទាំងទៅហេបទៅហប់អញ្ចឹងទៅហើយបរិសម្នាក់ហ្នឹងគេគាត់ថាខ្មោចលងបាទគឺខ្មោចហៅគាត់ចាក់សាំងដោយសារតែគាត់ជិះម៉ូតូមកអស់សាំងពាក់កណ្ដាលផ្លូវស្រាប់តែខ្មោចហ្នឹងហៅចាក់សាំងចាក់អីចឹងទៅដល់ពេលគាត់ថាឲ្យចាក់ស្រាប់តែបាត់មនុស្សឆឹងអត់ដឹងថាទៅណាទេបាត់ទាំងមនុស្សបាត់ទាំងសាំងអញ្ចឹងគាត់ដឹងហើយថាកន្លែងហ្នឹងខ្មោចលងអញ្ចឹងហើយបានជាគាត់រត់ហើយទុកម៉ូតូចោលនៅកន្លែងគៀនផ្លូវហ្នឹងទៅគាត់ថាចាំផឹកឡើងចាំទៅយកម៉ូតូហ្នឹងគាត់រត់យកទៅរួចខ្លួនសិនទេហើយអ្នកស្រុកនៅភូមិនៅពេលដែលបានលឺចឹងហើយបើកភ្នែកធំគឺពួកគេដឹងច្បាស់ណាស់ថាប្រកាសជាខ្មោចបរិសម្នាក់ដែលបានគ្រោះថ្នាក់ចរាចរណ៍នៅក្បែរនោះកាលពីលើកមុននោះឡងពូម្នាក់នេះហើយអ្នកស្រុកនៅភូមិគេក៏បានជូនបរិសម្នាក់ហ្នឹងទៅដល់ផ្ទះរបស់គាត់ហើយសាច់រឿងរបស់យើងគឺមានតែប៉ុណ្្នឹងទេបងប្អូនបាទនឹងគឺជាពាក្យពេចន៍ដែលនេះចិត្តគេនិយាយប្រាប់ខ្ញុំហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសូមអរគុណនិងសូមជម្រាបលាបងប្អូនជួបគ្នានៅវីដេអូក្រោយទៀតសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទមកជួបខ្ញុំសាជាថ្មីហើយជាមួយនឹងសាច់រឿងថ្មីថ្ងៃនេះ admin ក៏បានលើកយកនៅសាច់រឿងមួយទៀតយកមកធ្វើការសម្ដែងជជូនពុកម៉ែបងប្អូនស្ដាប់រឿងនេះគឺកើតឡើងទៅលើមិត្តភ័ក្តិរបស់ admin ឈ្មោះថានីហុងហើយខ្ញុំសូមហៅគេថាអាហុងចុះព្រោះតាមមើលទៅគេអាយុប្អូន admin ទេហើយពួកយើងរាប់អានគ្នាតាំងពីទូចក្រូចឆ្មាមកហើយយើងតែងតែទៅរៀនទៅអីជាមួយគ្នាក៏ដូចជា
ទៅរកត្រីទៅរកខ្យងបាទទៅកាប់អស់ទៅកាប់អីហ្នឹងជាមួយគ្នារហូតគឺថាការពីដើមឡើយហ្នឹងពួកយើងស្និទ្ធស្នាលគ្នាខ្លាំងមែនតើព្រោះគេហើយនឹង admin គឺជាបងប្អូនជីដូនមួយនឹងគ្នាគឺបងប្អូនជីដូនមួយខាងសាច់ឈាមខាងយាយអញ្ចឹងណាបាទអាហុងហ្នឹងកាលពីនៅក្មេងគឺវាចូលចិត្តដើរលេងច្រើនវាអត់សូវជាមនុស្សដែលចូលចិត្តរៀនសូត្រទេហើយបើទោះជាវារៀនក៏វារៀនអត់សូវពូកែដែរគឺវាល្ងងតែម្ដងអាហ្នឹងគឺរៀនយ៉ាងណាក៏រៀនអត់ចូលដែរបងប្អូនសូម្បីតែអក្សរក៏វាអានអត់ត្រូវដែររៀនរហូតដល់ថ្នាក់ទី4ទី5វារៀនអត់ចូលហើយក៏បានឈប់ទៅធ្វើការសំណង់នៅឯភ្នំពេញជាមួយនឹងម៉ែឪរបស់វាអញ្ចឹងណាបាទអានេះគឺជាភាសាដែលខ្ញុំហៅបាទមិត្តភ័ក្តិទេអញ្ចឹងសង្ឃឹមថាបងប្អូនកុំប្រកែកប្រកាន់អីព្រោះអាហុងនេះជាមិត្តភ័ក្តិរបស់ admin នេះអូខេហើយរឿងនេះគឺកើតឡើងខ្ទង់ប្រហែលជាឆ្នាំ2010បាទខ្ទង់2009 2010បងប្អូនខ្ញុំអត់សូវចាំទេរៀងយូរដែរពេលហ្នឹងគឺជាពេលដែលនីហុងគេមានអាយុគឺ12ឆ្នាំបាទ12 13ឆ្នាំហ្នឹងហើយ admin ក៏មានអាយុលើសគេខ្ទង់មួយឆ្នាំឯដែរនៅថ្ងៃមួយអាហុងវាបានទៅនេះទៅបានទៅដាក់បកៃបងប្អូនដាក់បង្កៃអ្នកខ្លះគេហៅថាដាក់សទូចដាក់អីចឹងណាបាទនៅឯវាស្រែខាងក្រោយផ្ទះហ្នឹងគឺនៅពេលហ្នឹងដាក់នៅខែទឹកស្រកបងប្អូនទឹកស្រកទៅគឺគោកតាមវាស្រែវាអីចឹងណាបាទគឺយើងទៅដាក់បកៃដាក់អីចឹងទៅកាលហ្នឹងត្រីវាសវោខ្លាំងបងប្អូនអើយដាក់មួយផ្លែតបាទទាំងត្រង់បាទត្រីគឺច្រើនខ្លាំងមែនតើនៅសម័យហ្នឹងនេះហុងហ្នឹងគេទៅដាក់បកៃហ្នឹងគឺដាក់តែម្នាក់ឯងទេគឺមានគ្នាផ្សេងទៀតទៅដាក់ជាមួយគេដែរគ្រាន់ថាគឺពួកគេហ្នឹងដើរផ្លូវបែកគ្នាអញ្ចឹងណាបាទមកខាងទៀតគេទៅខាងលិចទៅដាក់នៅខាងលិចហើយខ្លះទៀតគេដាក់ទៅខាងកើតវាអាហុងហ្នឹងវាទៅដាក់នៅខាងជើងហើយអាហុងហ្នឹងវាក៏បាទដាក់បកៃបដាវាដោះត្រីបដាដោតនុយបដាអញ្ចឹងទៅគឺថាអាពេលហ្នឹងត្រីដូចជាអត់សូវស៊ីបកៃវាទេបងប្អូនគឺអ្នកផ្សេងទៀតគេបានត្រីច្រើនណាស់ប៉ុន្តែអាហុងហ្នឹងវាសន្ទូចរបស់វាហ្នឹងគឺអត់សូវជាជាប់ត្រីទេជាប់មួយទេគឺអត់សូវជាប់ញឹកដូចជាបកៃរបស់អ្នកផ្សេងណែទៅដាក់មួយវាជាមួយវាអញ្ចឹងណាអាហុងវាដោតបកៃដោយដោតនុយកង្កែបគឺកង្កែបទូចទេបងប្អូនប៉ុនម្រាមដៃហ្នឹងវាដោតបដាវាដើរមើលបដាហើយដើរចាប់កង្កែបហ្នឹងបដាទៀតនៅពេលដែលវាដើរគឺនៅពេលហ្នឹងវាក៏បានច្របាច់ពិលទៅបាទពិលសម័យហ្នឹងគឺរៀងភ្លឺដែរពិលហ្នឹងគឺប្រើថ្ម3កូនគឺអាថ្ម5លេខ5 3ដើមបងប្អូនស្គាល់អាថ្មពិលហ្នឹងគឺល្បីខ្លាំងមែនតើគឺជំនាន់ហ្នឹងថ្មពិល5 3ដើមបងប្អូនណាហើយវាដើរបដាដោតមួយបដាដោះត្រីបដាស្រាប់តែពេលដើរទៅដល់កន្លែងបកៃមួយគឺវាបានខេងភ្លើងអ្វីម្យ៉ាងគឺភ្លឹបផ្លែតរៀងពណ៌បាទពណ៌ស្វាយតិចពណ៌ក្រហមតិចពណ៌ស្វាយពណ៌ក្រហមតិចវាលោតភ្លឹបផ្លែតអីចឹងណានៅពេលហ្នឹងអាហុងវាក៏ដើរទៅវាឆ្ងល់ថាស្អីគេពេលនោះវាដើរទៅដល់គឺចម្ងាយប្រហែលជា5ម៉ែត្របងប្អូនវាច្របាច់ពិលទៅវាឃើញថាគឺឃើញដូចជាមនុស្សបាទកំពុងតែដេកបងប្អូនឃើញមនុស្សដូចជាកំពុងតែដេកអីចឹងណាដេកហ្នឹងដេកប្រហែលជាវាគិតថាមានមនុស្សហ្នឹងទៅដោះត្រីវាហើយអាហុងវាដើរទៅដល់វាច្របាច់ពិលឡើងច្បាស់កន្លែងពេលហ្នឹងវាបះសក់ជ្រុងបងប្អូនអើយវាដឹងវាឃើញអីគឺវាឃើញអាបបងប្អូនវាឃើញអាបកំពុងតែស៊ីកង្កែបរបស់វាហ្នឹងដែលជាប់នៅផ្លែសទូចហ្នឹងប៉ុន្តែវាស៊ីយ៉ាងម៉េចគឺអត់ជាប់សទូចទេបងប្អូនអើយវាស៊ីតែកង្កែបទេបើសិនជាវាស៊ីហើយវាជាប់សទូចជាប់ផ្លែសទូចនឹងមាត់អាបហ្នឹងមិនដឹងជានេះហុងហ្នឹងគេទៅដោះអាបហ្នឹងមិនទេបងប្អូនដល់ពេលហ្នឹងតែសំណាងអីអាបហ្នឹងវាស៊ីតែកង្កែបទេវាអត់ស៊ីផ្លែសទូចទេនេះហុងនៅពេលដែលឃើញអាបកំពុងតែស៊ីកង្កែបហ្នឹង
វាស្រែកតែម្ដងបងប្អូនស្រែកខ្លាំងណាស្រែកថាជួយផងអាបឡងវារត់ឡើងបះជើងបងប្អូនលោកបែកទឹកស្ពងហ្មងបែកទឹកនៅតាមវាស្រែពេលនោះវារត់ថាលេងចង់ទៅមុខឯងវាភ័យខ្លាំងពេកវាខ្លាចអាបហ្នឹងវាហោះតាមមកហើយនេះហុងហ្នឹងក៏បានទាញបេមកគ្របក្បាលបេដែលគេច្រកកង្កែបច្រកត្រីហ្នឹងគឺស្រាប់តែគ្របក្បាលរបស់គេតែម្ដងគេលែងខ្វល់ហើយពេលហ្នឹងលែងខ្វល់ថារួចកង្កែបឬក៏រួចត្រីទេគឺយកបេហ្នឹងយកមកច្រកក្បាលរបស់គេមកគឺស្រែកអូជួយផងអាបឡងហើយមិត្តភក្តិរបស់គេហ្នឹងក៏បានឮដែរឮសលេងនេះហុងនឹងស្រែកអញ្ចឹងគេឆ្ងល់ស្មានតែមានរឿងអីកើតឡើងពួកគេក៏បាននាំគ្នាមកជួយនេះហុងហ្នឹងបាទហើយនេះហុងហ្នឹងពេលដែលពួកគេមកជួយបែបនេះហើយគេក៏ប្រាប់ទៅថាអូអាបស៊ីកង្កែបដែលជាប់បកាយរបស់គេអញ្ចឹងណាតាំងពីនោះមកនេះហុងក៏បានភ័យខ្លាំងមែនក៏បាននាំគ្នារត់មកផ្ទះទាំងយប់បងប្អូននៅពេលហ្នឹងគឺលេងមើលបកាយលេងអីទៀតថាចាំស្អែកចាំទៅមើលស្អែកព្រលឹមឡើងគេទៅមើលអាកន្លែងបកាយរបស់គេដែលអាបស៊ីកាលពីយប់មិញហ្នឹងគឺទៅដល់អត់មានឃើញអីទេបងប្អូននេះគឺផ្លែសទូចហើយនឹងកង្កែបហ្នឹងគឺជាប់នៅនឹងដដែលគឺអត់មានឃើញអស់កង្កែបបាត់កង្កែបតាណាទេបើថាអាបហ្នឹងវាមានស៊ីអីផងបាទហើយនេះហងគេឆ្ងល់ថាយប់មិញគឺគេច្បាស់ណាកន្លែងបកាយហ្នឹងគឺមានអាបមកស៊ីកង្កែបហ្នឹងដល់ពេលព្រឹកឡើងវាទៅមើលស្រាប់ថាកង្កែបហ្នឹងនៅជាប់សទូចដដែលហ្នឹងនៅរស់ទៀតកង្កែបហ្នឹងអត់មានតាណាទេនេះហងគេឆ្ងល់ខ្លាំងមែនតើណាពេលហ្នឹងប៉ុន្តែគេអត់មាននិយាយច្រើនទៀតទេគេក៏បានដកបកាយសាបកាយមកយកមកផ្ទះទៅហើយរឿងរបស់យើងគឺចប់តែប៉ុណ្្នឹងសូមអរគុណនិងសូមជម្រាបលាបងប្អូន